ជាធម្មតាការកើតឡើងជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានកាយសម្បទាពេញបរិបូរណ៍មានចិត្តសម្បទាស្មារតីពេញបរិបូរណ៍គឺជាភពសំណាងយ៉ាងក្រៃលែងហើយចាត់ទុកថាបាននៅសម្បត្តិដល់ព្រមជាសម្បត្តិរបស់មនុស្សក៏ប៉ុន្តែប្រសិនបើខណៈពេលដែលកើតឡើងមានការពិការផ្នែកណាមួយនៃអវយវៈឬក៏ស្មារតីក៏ព្រោះតែបុណ្យឧបត្ថម្ភមិនគ្រប់ឬក៏ដោយសារបាបកម្មណាមួយមកកាត់ផ្ដាច់ឬមកបៀតបៀនសូម្បីតែសម្ដីពាក្យនិយាយរបស់យើងដែលនិយាយចេញមួយម៉ាត់នេះក៏សុទ្ធសឹងតែនិយាយចេញព្រោះតែបុណ្យតាក់តែងមកបើបុណ្យមិនគ្រប់គ្រាន់ទេគឺនិយាយមិនចេញទេដែលយើងហៅថាមនុស្សគោក៏ប៉ុន្តែការដែលអាចនិយាយចេញបានគឺជាការល្អហើយព្រោះវាមានភាពងាយស្រួលច្រើនក្នុងការទំនាក់ទំនងនៅក្នុងសង្គមក៏ប៉ុន្តែការនិយាយបើនិយាយច្រើនហួសហេតុនិយាយដោយមិនមានការគិតពិចារណាការនិយាយនោះអាចនឹងមានទោសច្រើនទៅវិញអាចថាបើគិតពីលទ្ធផលអន់ជាងអ្នកកើតមកគួរទៅទៀតព្រោះហេតុដូច្នោះហើយបានព្រះមានព្រះភិក្ខទ្រង់ត្រាស់សម្ដែងអំពីទោសរបស់បុគ្គលអ្នកនិយាយច្រើននៅក្នុងបត្រៃបិដកលេខ45ទំព័រ249ដែលមានឈ្មោះថាពហុភានៃសូត្រគឺនិយាយពីទោសរបស់បុគ្គលនិយាយច្រើនទោសរបស់បុគ្គលអ្នកនិយាយច្រើនមាន5យ៉ាងទី1គឺមុសាផេនតិនិយាយច្រើនទៅមិនបានគិតពិចារណាក៏ធ្លយកុហកច្រើនអញ្ចឹងនិយាយច្រើនទៅដោយខ្វះស្មារតីក៏អាចនាំឲ្យមានការកុហកនឹងជាទោសកាលណាកុហកនាំឲ្យដាច់សិលនឹងជាគុណសម្បត្តិផ្ទាល់ខ្លួនគឺកុសលធម៌ផ្ទាល់ខ្លួនហ្នឹងគឺត្រូវខូចខាតព្រោះការកុហកហើយបើនិយាយពីទំនាក់ទំនងក្នុងសង្គមកាន់តែកុហកកាន់តែបាត់ទំនុកចិត្តពីអ្នកស្ដាប់ហើយការណានិយាយច្រើនដោយខ្វះការគិតពិចារណាឲ្យចេះតែនិយាយវានឹងចូលទៅទោសទី2ហៅថាបិសណង្ផេនតិគឺការពោលសោកសៀតញុះញង់ចាក់ដោតនិយាយបលឹះឲ្យមនុស្សស្អប់គ្នាដោយប្រការផ្សេងអញ្ចឹងទៅក៏វាបែកកម្មបត្តិវាបាត់នៅមធុវាចាសម្ដីដែលធ្វើឲ្យអ្នកស្ដាប់នឹងមានភាពកក់ក្ដៅដូចជាបានក្រៀបនៅទឹកឃ្មុំពីព្រោះតែកាលណាស្ដាប់នៅពាក្យចាក់ដោតរបស់បុគ្គលនិយាយហើយប្រកាសជាអាចទៅខឹងនឹងនរណាម្នាក់ទៀតដូច្នេះការកពូននៅអកុសលធម៌ក៏កើតឡើងព្រោះតែបិសនាវាចានឹងឯងគឺការញុះញង់នឹងឯងប៉ុន្តែមនុស្សច្រើនច្រឡំថាការញុះញង់ការអែបអបធ្វើឲ្យខ្លួនឯងរីកចម្រើនតាមពិតមិនមែនទេខាតទាំងកុសលធម៌បែកបាក់ទាំងមិត្តនាពេលបំផុតហើយការនិយាយច្រើនដែលមិនមានព្រំដែនមិនមានការគិតពិចារណាហ្នឹងក៏នាំឲ្យកើតទោសទី3ហៅថាភរសੰងភណតិគឺការពោលតគោះបោះបោកជេរបតិចផ្ដាសាប្រមាថការទៀនដោយប្រការផ្សេងអញ្ចឹងទៅវាបាត់នៅពយវាចាបាត់នៅពាក្យសម្ដីជាទីស្រឡាញ់បាត់នៅពាក្យសម្ដីដែលល្អពាក្យសម្ដីពីរោះពិសាហ្នឹងវាត្រូវបាត់បង់ទៅអត់មាននរណាយកពីមាត់យើងទេគឺអកុសលធម៌វាកើតឡើងព្រោះទោសៈជាបច្ច័យហ្នឹងវាមកប្រើមាត់យើងឲ្យជេរបតិចផ្ដាសាអញ្ចឹងទៅស្រាប់តែបាត់នៅពយវាចាហ្នឹងទៅអ្នកដតីលួចពយវាចារបស់យើងមិនបានទេពាក្យសម្ដីពីរោះរបស់យើងអ្នកដតីលួចអត់បានទេតែអកុសលធម៌ក្នុងចិត្តហ្នឹងវាមកលួចយកអស់ណាឱកាសដែលគួរតែបាននិយាយនៅពាក្យពីរោះពិសាវាទៅចេញវាសាគូថភានៃសម្ដីលមុខទៅវិញហើយការនិយាយពាក្យសម្ដីអាក្រក់ហ្នឹងមិនមែនឯងទេវាផុសចេញពីសន្តានអាក្រក់ហើយយើងចេះនិយាយរកគាត់មកអាក្រក់មែនប៉ុន្តែចិត្តល្អអាហ្នឹងអាចចិត្តល្អគណៈផ្សេងប៉ុន្តែគណៈឲ្យចេញពាក្យសម្ដីអាក្រក់ហ្នឹងយើងសិក្សាក្នុងបរមត្ថទៅដឹងហើយថាវាមិនអាចពាក្យអាក្រក់ហ្នឹងចេញពីមេត្តាពាក្យអាក្រក់ជេរប្រមាថហ្នឹងចេញពីចិត្តល្អកើតទេអត់ទេណាតែបើវាកើតនៅក្នុងគណៈឆ្លាស់គ្នានឹងអាចឧទាហរណ៍ដូចគាត់លោឡាជេរបចោអញ្ចឹងទៅប៉ុន្តែហើយគាត់អាណិតឯងគាត់ឲ្យនេះឲ្យនោះអាហ្នឹងមិនមែនមាត់អាក្រក់ហ្នឹងនាំឲ្យធ្វើល្អទេមិនមែនទេគឺគណៈផ្សេងគ្នាទេអាគណៈចិត្តអកុសលហ្នឹងវាឈប់កើតវាទៅចៅកើតកុសលចិត្តផ្សេងទេដែលគាត់ឲ្យប៉ុន្តែយើងវាច្រឡំបូកបញ្ចូលគ្នាថាអូគាត់មាត់អាក្រក់ជេរបចោប៉ុន្តែចិត្តល្អ
អាចេះបចោលកើតពីចិត្តអាក្រក់បាទគណៈដែលកាត់ចិត្តល្អអានឹងគណៈផ្សេងអញ្ចឹងណាហ្នឹងហើយយើងកុំឲ្យច្រឡំគ្នាអញ្ចឹងហើយការនិយាយច្រើនដោយមិនមានព្រំដែនវានាំឲ្យមានទោសទី4ហ្នឹងហៅថាសម្ផបលាបង្ផនតិនិយាយយូរទៅអត់ប្រយោជន៍ក៏និយាយដែរបោបាច់ហ្នឹង1ម៉ោង2ម៉ោងហ្នឹងមិនដឹងចង់និយាយរឿងអីពីនេះបន្តិចពីគេបន្តិចណាណីលេចកើតសរុបមកឲ្យសម្រេចជាផលប្រយោជន៍អីអត់មានអញ្ចឹងអ្នកដែលខាតផលប្រយោជន៍មុនដំបូងគឺយើងខ្លួនឯងហ្នឹងដែលយើងមិនបានយកពេលវេលាទៅបំពេញកិច្ចការងារដែលល្អហើយអាឡ័យតែបោបាច់ដោយមិនបានផ្ដល់នៅប្រយោជន៍ដល់អ្នកស្ដាប់ឯអ្នកស្ដាប់យើងក៏វិនិច្ឆ័យពេលវេលាដ៏មានតម្លៃណាស់អាឡ័យតែស្ដាប់ពាក្យប្រយោជន៍របស់យើងនឹងមិនបានបំពេញកិច្ចការងារណាដែលមានប្រយោជន៍នោះទេអញ្ចឹងទៅឱកាសដែលត្រូវនិយាយពាក្យមានប្រយោជន៍ហ្នឹងត្រូវបាត់បង់ទៅបដូរជំនួសតែពាក្យអត់ប្រយោជន៍ដូច្នេះអត់មាននរណាមកលួចពាក្យអត់ប្រយោជន៍ពីមាត់របស់យើងទេក៏ប៉ុន្តែអកុសលចិត្តវាជំរុញឲ្យចេញនៅពាក្យអត់ប្រយោជន៍ដោយខ្លួនយើងនឹងឯងហើយទោសចុងក្រោយរបស់អ្នកនិយាយច្រើនដោយអត់គិតពិចារណាហ្នឹងចុងក្រោយហ្នឹងគឺបែកធ្លាយរាងកាយទៅរមែងទៅកើតកំណែតអបាយភូមិមាននរកប្រែតដេរិឆានអសុរកាយជាដើមដែលបល័យថាកាយសៈភេទាបរមរណាអបាយ៉ាងទុក្ខតੰវិនិបាតੰនិរិយੰឧបបច្ចតិណានៅពេលដែលបែកធ្លាយរាងកាយហើយមានសេចក្តីស្លាប់នៅខាងចុងឬក៏នៅខាងមុខហ្នឹងរមែងទៅកើតនៅក្នុងបាយភូមិ4មាននរកប្រែតដេរិឆានអសុរកាយដូច្នេះការដែលនិយាយច្រើនដែលមានទោសហ្នឹងគឺនិយាយក្នុងលក្ខណៈហ្នឹងនិយាយកុហកនិយាយញុះញង់និយាយពាក្យអាក្រក់ហើយនិយាយពាក្យអត់ប្រយោជន៍ប៉ុន្តែនិយាយច្រើនក៏ដោយប៉ុន្តែមិនប្រព្រឹត្តទៅនៅក្នុងការកុហកការញុះញង់ការជេរបតិចផ្ដាសាហើយនឹងពាក្យអត់ប្រយោជន៍ទេនិយាយច្រើនកាលណាល្អកាលហ្នឹងដោយព្រះបរមគ្រូជាម្ចាស់អញ្ចឹងក៏ព្រះអង្គប្រើសម្ដីនឹងឯងប្រើព្រះវាចានឹងឯងសម្ដែងគម្ពីរព្រះអភិធម្មនៅឋានតាបតង3ខែជាប់គ្នា3ខែមនុស្សដោយមិនឈប់សោះណា7គម្ពីរធំហ្នឹងគឺនិយាយបើយើងគិតទៅនិយាយច្រើនជាងយើងឆ្ងាយក៏ប៉ុន្តែវាមិនមែនច្រើនក្នុងសេចក្តីវិន័យទេគឺច្រើននៅក្នុងសេចក្តីចម្រើនកាន់តែនិយាយកាន់តែល្អព្រោះផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់ហ្នឹងហើយប្រសូតបន្ទាប់គ្នាហ្នឹងមានពេលខ្លះការមិនសូវនិយាយបើយើងមិនចេះនិយាយពាក្យមានប្រយោជន៍ទេបើនិយាយទៅចេះតែកុហកនិយាយទៅចេះតែចង់តែញុះញង់គេអញ្ចឹងព្រះអង្គថានិយាយតិចល្អអញ្ចឹងបានព្រះអង្គសម្ដែងសូត្រតគ្នាហ្នឹងនិយាយពីអានិសង្ឃនៃការនិយាយតិចណាអានិសង្ឃនៃការនិយាយតិចវិញទី1គឺអត់កុហកពួកអត់និយាយផងមានបានអីកុហកឃើញទេទី2មិននិយាយចាក់រុកគេមិននិយាយចាក់ដោតគេហើយទី3មិននិយាយពាក្យអាក្រក់ជេរបតិចផ្ដាសាហើយទី4មិននិយាយពាក្យរយរាយអត្ថប្រយោជន៍ដល់ទៅទី5ចុងបញ្ចប់ទៅព្រោះតែការមិននិយាយកុហកមិននិយាយញុះញង់មិននិយាយពាក្យអាក្រក់មិននិយាយពាក្យអត្ថប្រយោជន៍អានិសង្ឃចុងក្រោយលុះបែកធ្លាយរាងកាយទៅរមែងចូលទៅកាន់សុគតិសួគ៌ទេវលោកណាបន្ទាប់ពីស្លាប់ទៅណាហ្នឹងហើយអញ្ចឹងការនិយាយតិចហ្នឹងក៏មានអានិសង្ឃដែរក្នុងន័យថាបើយើងនិយាយទៅរបូតចង់តែកុហកនិយាយទៅចង់តែជេរនិយាយទៅចង់តែចាក់ចុចគេនិយាយទៅបានតែពាក្យអត្ថប្រយោជន៍រាល់ពាក្យមានប្រយោជន៍និយាយមិនបានបងថានិយាយតិចល្អណាមានអានិសង្ឃព្រោះវាអត់សាងកំហុសហ្នឹងអញ្ចឹងការដែលនិយាយច្រើននាំឲ្យវិនិច្ឆ័យវាទល់តែនិយាយទៅប្រព្រឹត្តទៅក្នុងការកុហកការជេរបចោការញុះញង់ការនិយាយពាក្យប្រយោជន៍តែបើនិយាយមានប្រយោជន៍មិនឈ្មោះថានិយាយច្រើននាំឲ្យវិនិច្ឆ័យនោះទេ